ចាជំរាបសួរបងខ្ញុំចង់សួរបងតាក់ទងនឹងដ្រូនកសិកម្ម DJI របស់យើងបងមុននឹងដ្រូនពួកខ្ញុំបានមកដល់នេះបងមានគិតថាតើនឹងមានដ្រូនធំដល់ប៉ុណ្ណឹងឯងបងអត់បងធ្លាប់ឃើញតែ T25 T 70តែប៉ុណ្្នឹងហ្មងធ្លាប់ចូលមកខាងនេះណាអូអញ្ចឹងមានន័យថាបងធ្លាប់ស្គាល់ដ្រូន DJI ដែរ T25 ហើយនិង T70P អញ្ចឹង model នេះគឺជា model T100 បងអញ្ចឹងតាក់ទងទៅលើដ្រូនកសិកម្មបងគិតថាវាទំនើបដល់កម្រិតណាដែរនៅពេលដែលឃើញពួកខ្ញុំធ្វើការតេស្តបាញ់ថ្នាំឲ្យបាញ់នេះបងវាទំនើបខ្លាំងមែនទែនដោយសារតែវាមានប្រព័ន្ធការពារសុវត្ថិភាពហ្នឹងហើយប្រព័ន្ធការពារសុវត្ថិភាពវាខ្ពស់ខ្លាំងមែនទែនដូចកន្លងមក T25 ហើយ T70 វាអត់អាចមានប្រព័ន្ធសុវត្ថិភាពដល់កម្រិតហ្នឹងណាចាបងអញ្ចឹងបងសង្ឃឹមថានៅថ្ងៃមុខបងអាចនឹងជាវទៅលើដ្រូនកសិកម្ម DJI T100 យកមកប្រើអត់បងបើសិនជាអាចទិន្នផលស្រូវដូចជាវាអាចឡើងថ្លៃអាហ្នឹងអាចនឹងមានបងអូខេអញ្ចឹងខ្ញុំជូនពរបងសង្ឃឹមថាឆ្នាំក្រោយអាចនឹងបានទិញដ្រូនកសិកម្ម DJI T100 នេះយកមកប្រើបានជោគជ័យបងហើយក៏ជូនពរដល់បងដែលនៅទីនេះក៏ដូចជានៅតាមតំបន់ដែលធ្វើកសិកម្មទាំងអស់យើងសង្ឃឹមថាកសិកម្មនៅក្នុងឆ្នាំក្រោយនឹងបានទិន្នផលខ្ពស់ទាំងអស់គ្នាចាអរគុណ